បាទទស្សនាការប្រកួតគូពិសេសទី2ទឹកទី4បាទមង្គលក្រហមរដ្ឋវឌ្ឍនៈមង្គលខៀវជុនសុផលបាទសុផលរាប់3ដងហើយទឹក2ដងទឹក3ម្ដងបាទឥឡូវចូលមកដល់ទឹក4រដ្ឋវឌ្ឍនៈបន្តដើរចូលបាទសុផលគឺដឹងតែបាទរឹតបាទអោបចាក់សោហើយបិទជង្គង់បាទទាត់ស្ដាំសមមកវិញបាទបើសិនជាបដូរបែបនេះបាទអាចថាមានឱកាសដែរបាទប៉ុន្តែបើសិនជាសុផលនៅតែបន្តបាទគេថាអោបបាទចាក់សោជង្គង់អោបចាក់សោជង្គង់បាទគឺបាទមើលទៅគឺมันអាចមានឱកាសឈ្នះទេបាទដោយសារតែរាប់3ដងទៅហើយបាទបើយើងគិតថាពីបន្ទុករាប់ចាញ់បាទរាប់ចាញ់ឈ្នះគឺ3ដងទៅហើយបាទឥឡូវយ៉ាងម៉េចហើយបាទទឹក4នេះចូលមកគឺក៏មិនខុសពីទឹក2ទឹក3បាទមើលទៅបាទសុផលបាទហាក់ដូចជាបាទអូយលោកអញ្ញាកណ្ដាលអូនពូថងសម្រាប់ចិត្តបញ្ឈប់ការប្រកួតតែម្ដងបាទព្រោះអីដោយសារតែបាទជុនសុផលបាទអស់ជំហរបាទហើយណាមួយក៏មិនចង់ឲ្យមានគ្រោះថ្នាក់បាទគឺខ្លាំងក្លាជាងនេះបាទដោយសារតែសុផលបាទគឺអត់មានអ្វីតបតទេអស់ហើយបាទជុនសុផលដែលមិនអាចបន្តការប្រកួតបានត្រឹមទឹកទី4បាទដោយសារតែលោកអញ្ញាកណ្ដាលមើលទៅបាទគឺគាត់បាទគេថាអស់អ្វីនៅក្នុងការតទល់បាទគឺបានត្រឹមតែតស៊ូបាទនិយាយឲ្យសាមញ្ញទៅបាទអត់មានអីចេញសងគេទេគឺបានត្រឹមតែទប់បាទទប់បានប៉ុណ្ណាយកប៉ុណ្ណឹងទប់ឲ្យចប់ទឹកក៏បានបាទតែមើលទៅលោកអូនពូថងគឺមិនអោយទេបាទខ្លាចតែមានបញ្ហារបួសកាន់តែធ្ងន់ធ្ងរអញ្ចឹងក៏សម្រាប់ចិត្តបញ្ឈប់ត្រឹមទឹកទី4នេះតែម្ដងបង្គោលក្រហមកីឡាកររដ្ឋវឌ្ឍនៈឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវជុនសុផលលោកអញ្ញាកណ្ដាលបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី4